ចាជំរាបសួរសួស្តីស្វាគមន៍សម្រាប់អ្នកដែលកំពុងតែមើលវីដេអូនេះជាពិសេសមនុស្សដែលកើតនៅក្នុងឆ្នាំរកាចាយើងមកមើលថាយើងនឹងជួបរឿងអីណានៅក្នុងខែ3ចាពាក់ព័ន្ធការងារស្នេហាក៏ដូចជាលុយកាក់ផងដែរចាអញ្ចឹងយើងមើលតើតើជាមួយនឹងឆ្នាំរកាកូននៅក្នុងខែ3ពាក់ព័ន្ធជាមួយនឹងក្មេងណាឃើញថាពាក់ព័ន្ធជាមួយនឹងក្មេងឬក៏សម្រាប់បរិសុទ្ធវ័យក្មេងវិញយើងអាចនឹងមានការងារណាចូលមកក្នុងជីវិតយើងចាឃើញថាល្អមែនតើណាចាអូខេឥឡូវយើងមើលអំពីរឿងការងារណាសម្រាប់អ្នករកាវិញឃើញថាកំពុងតែមានផ្លូវមានពន្លឺណាអាចថាមានរឿងល្អចូលមកពាក់ព័ន្ធជាមួយនឹងការងារចាហើយនៅក្នុងនោះដែរសម្រាប់អ្នកដែលធ្វើការឬក៏រកស៊ីអីចូលប្រយ័ត្នប្រយែងមែនតើណាប្រយ័ត្នជាពិសេសអ្នករកស៊ីប្រយ័ត្នមានចោរចូលលួចរបស់ទ្រព្យរបស់យើងណាជាពិសេសមើលពេលយប់អីមែនតើព្រោះឃើញថាមានបញ្ហានៅពេលយប់ចាឃើញថាត្រូវបានចោរលួចចោរកោះអីចឹងទៅណាទុកដាក់អីប្រយ័ត្នប្រយែងចាហើយសម្រាប់អ្នកដែលធ្វើការវិញខ្ញុំឃើញថាអត់បញ្ហាទេវានឹងល្អប្រសើរច្រើនមែនតើណាមានរឿងល្អចូលមកចាមានអ្វីដែលថ្មីចូលឲ្យយើងធ្វើចាឥឡូវយើងមើលអំពីរឿងលុយកាក់វិញសម្រាប់អ្នករកាណាឃើញថាសម្រាប់អ្នករកាដើមខែឃើញថាល្អណាពាក់ព័ន្ធជាមួយនឹងលាភសំណាងពាក់ព័ន្ធជាមួយនឹងលុយដែលយើងធ្វើការពីកម្រៃជើងសារណាចាបានពីមនុស្សប្រុសអីផ្សេងឃើញថាល្អចានៅក្នុងនោះដែរណាបញ្ហាដែលយើងកង្វល់រឿងលុយរឿងកាក់ណាយើងអាចដោះស្រាយបានណាចាប៉ុន្តែនៅក្នុងនោះដែរក៏វាមានការកៀងខ្លះដែរណាមានការកៀងខ្លះដែរសម្រាប់មនុស្សអ្នកខ្លះដែលត្រូវការលុយបវលធំដុំអីយើងអាចបវលបានទេបវលចេញទេណាប៉ុន្តែឃើញថាមានរឿងល្អមានការចាប់ផ្ដើមធ្វើអ្វីដែលថ្មីឲ្យខ្លួនឯងពាក់ព័ន្ធជាមួយនឹងលុយកាក់ល្អបានច្រើនណាមានវិធីដោះស្រាយបានច្រើនណាចាមានដំណឹងល្អពាក់ព័ន្ធមួយលុយកាក់ដែរចាប៉ុន្តែរំពឹងលាភសំណាងអីធំដុំអត់បានទេណាចាអញ្ចឹងយើងមើលអំពីរឿងស្នេហាចាសម្រាប់អ្នករកាណាសម្រាប់អ្នករកាអាយ៉ាឃើញមានមនុស្សប្រុសស្រស់សង្ហាចូលមកក្នុងជីវិតយើងណាជាមនុស្សដែលចូលចិត្តតុបតែងខ្លួនហាយសូចាជាចូលចិត្តការបើកបរលឿនគេនឹងចូលមកពាក់ព័ន្ធនៅក្នុងជីវិតយើងចាហើយក្នុងនោះដែរឃើញថានេះមានតំណែងពាក់ព័ន្ធជាមួយនឹងស្នេហាជាមួយនឹងមនុស្សប្រុសវ័យក្មេងច្រើនណាចាក្នុងនោះដែរពាក់ព័ន្ធជាមួយនឹងសម្រាប់អ្នកដែលមានដៃគូជីវិតហើយយើងកំពុងតែមានបញ្ហាមានកង្វល់ពាក់ព័ន្ធជាមួយនឹងការចំណាយចំពោះដៃគូយើងឬក៏ដៃគូយើងអត់បានផ្ដល់អ្វីឲ្យយើងអមថាធ្លាប់ផ្ដល់លុយផ្ដល់កាក់អីចូលដល់ខែ3ហ្នឹងគេលេងផ្ដល់ឲ្យយើងវាធ្វើឲ្យយើងកៀងហឹងលុយហឹងកាក់ដែរចាអត់អាចមានលៀបសំណាងជាមួយនឹងដៃគូស្នេហាយើងបានទេឬក៏រំពឹងលៀបពីប្តីប្រពន្ធអីអត់បានទេប៉ុន្តែឃើញថាតំណែងល្អពាក់ព័ន្ធជាមួយនឹងការមានកូនណាជាកូនប្រុសអីចឹងទៅចាឃើញថាល្អមែនតើណាគេចង់បានកូនប្រុសអីអាចនឹងមានឱកាសនៅក្នុងខែ3នេះផងដែរចាអញ្ចឹងអរគុណច្រើនណាអ្នករាល់ការជូនពរសំណាងល្អជួបគ្នាវីដេអូក្រោយណាបាយបាយ